នេះគឺជាក្បួនខ្នាតការប្រកួតប្រជែងសប P Cup ឬមួយក៏យើងហៅថា ASEAN Club Championship 2025-2026 ដែលប្រកាន់រាជស្វ័យរៀងចូលរួមនៅរដូវកាលនេះសម្រាប់ការប្រកួតប្រជែងសប P Cup នៅរដូវកាលនេះគឺមាន14ក្រុមចូលរួមហើយក្រុមទាំងនោះនឹងត្រូវចែកចេញជា2ពូលសម្រាប់ការប្រកួតប្រជែងពូលគឺមាន7ក្រុមក្នុងមួយពូលហើយក្រុមទាំងនោះនឹងត្រូវលេង6ប្រកួតសរុបទាំងអស់3ប្រកួតនៅដីខ្លួនឯងនិង3ប្រកួតធ្វើការប្រកួតនៅក្រៅដីសម្រាប់ក្រុមដែលឡើងទៅវគ្គបន្ត8ក្រុមចុងក្រោយនោះគឺយក4ក្រុមនៃពូលនីមួយៗដែលគេហៅថា Top 4 នោះហើយការប្រកួតវគ្គ8ក្រុមចុងក្រោយនេះនឹងត្រូវលេង2ជើងនៅដីខ្លួនឯងនិងការប្រកួតក្រៅដីដូចគ្នាសម្រាប់ការប្រកួតប្រជែងវគ្គពាក់កណ្ដាលផ្ដាច់ព្រាត់និងផ្ដាច់ព្រាត់សុទ្ធសឹងតែធ្វើឡើង2ជើងដូចគ្នាហើយនេះគឺជាចំណុចពិសេសមួយដែលពានរង្វាន់សប P Cup ខុសពីពានរង្វាន់នានាគូបញ្ជាក់ផងដែរថាការចាប់ឆ្នោតការប្រកួតសប P Cup នេះនឹងត្រូវធ្វើឡើងនៅថ្ងៃទី4ខែកក្កដាឆ្នាំ2025នេះហើយគឺធ្វើឡើងនៅប្រទេសថៃ